ឥឡូវខ្ញុំនិយាយមួយណាតាក់ទងជាមួយនឹងរឿងពុតទំនាយបងប្អូនណាពុតទំនាយនេះគឺខ្ញុំបានអធិប្បាយនៅក្នុង channel ទាំង2ទាំង3តែម្ដងណាតាក់ទងនឹងរឿងហ្នឹងហើយខ្ញុំបានសរសេរពាក្យថាពុតទំនាយពុតព្យាករទៅតាមអ្វីដែលដូនតារបស់យើងបានបន្សល់ទុកខ្មែររបស់យើងហៅថាពុតទំនាយប៉ុន្តែភាសាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងគឺហៅថាពុទ្ធព្យាករដែលកើតចេញអំពីមហាសម្បត្តិទាំង16ប្រការរបស់ព្រះបាទបសិទ្ធតិកោសលហើយបើនិយាយអំពីពុទ្ធទំនាយគឺលាយឡំជាមួយនឹងរឿងហេតុដែលដូនតារបស់យើងធ្លាប់ដំណើរទុកផងនិងពេលដែលព្រះអង្គហៀបបរិនិព្វាននៅពេលដែលព្រះអង្គព្យាករអំពីសាសនារបស់ព្រះអង្គទៅរុះរយហើយនឹងមានទូអង្គព្រះសាមគ្គអ្នកមានបុណ្យនឹងផងហើយក៏ដូនតារបស់យើងក៏យកមកកម្លាយយកមកដើម្បីនឹងសម្រាយយកមកដើម្បីនឹងបន្ថែមជាកាបជាកំណាបជាពាសុខពាសៅហើយដំណើរឲ្យកូនចៅបានដឹងនៅក្នុងនឹងហើយពាក់ព័ន្ធជាមួយនឹងព្រះអិនទំនាយគេហៅថាមិចបញ្ចូលគ្នាដែលយើងសរុបរួមមកហៅថាពុទ្ធទំនាយតែក្នុងពុទ្ធទំនាយនឹងមានអិនទំនាយអីសីទំនាយអញ្ចឹងវាមាន3តែយើងហៅជាទូទៅហៅតែមួយថាពុទ្ធទំនាយអញ្ចឹងណាសម្រាប់ពុទ្ធព្យាករគឺនិយាយអំពីតែសុបិនទាំង16ប្រការទេហើយបងប្អូនខ្លះគាត់យល់ច្រឡំថាពុទ្ធទំនាយហ្នឹងមានន័យថាប្រពុតដាក់ទំនាយមិនមែនទេណាសូមក៏មានការយល់ច្រឡំអញ្ចឹងក៏មានការគិតបែបហ្នឹងពាក្យថាពុទ្ធទំនាយគឺភាសាគ្រាមភាសាសម្រាប់អ្នកស្រុកសម្រាប់នគរខ្មែរដែលលោកហៅតគ្នាមកដែលមានន័យថាជាការព្យាករប្រមាលមើលទុករបស់ព្រះពុទ្ធតអង្គអំពីអនាគតហេតុភេទដែរនឹងទៅ100ឆ្នាំ200ឆ្នាំ300ឆ្នាំ1000ឆ្នាំទៅមុខឬក៏200នេះ2000ឆ្នាំផ្លាយទៅមុខទៀតអញ្ចឹងទៅណាគឺការព្យាករមើលអំពីហេតុអនាគតដែលត្រូវកើតឡើងទេមិនមែនព្រះអង្គទៅដាក់ទំនាយអ្នកណាទៅដាក់ទំនាយស្រុកទេសណាទេគឺថាអ្វីគឺការអំពីហេតុរបស់កម្មបើយើងមិនធ្វើកម្មក៏វាគ្មានផលគ្មានអ្នកណាមួយមកចាត់ចែងដាក់ទំនាយមកលើយើងទេបើមនុស្សខ្លួនឯងមិនធ្វើកម្មលើគ្នាទៅវិញទៅមកវានាំឲ្យកើតកលាហលនឹងកើតឡើងអញ្ចឹងបែងចែកដាច់រវាងហ្នឹងហើយពុទ្ធទំនាយនិងការដាក់ទំនាយហ្នឹងគឺថាដូចគ្នាទេពុទ្ធទំនាយគឺនិយាយអំពីហេតុដែលព្រះអង្គបានព្យាករនិងព្យាកររឿងរ៉ាវពីមហាសុបិនហ្នឹងហើយខ្មែរយើងក៏ដូនតាយើងភ្ជាប់ជាមួយនឹងអិនទំនាយសីទំនាយជាកាបខ្មែរយើងបន្ថែមទៀតដើម្បីបញ្ជាក់គ្នាថានេះអីសីទំនាយសច្ចាំងទំនាយក៏បាននិយាយអំពីកលាហេតុកលាហលកើតឡើងណានៅថ្ងៃខាងមុខហ្នឹងហើយនឹងមានចិនលីកម្ពីរោអ្នកមានបុណ្យអីចឹងទៅណាអ្នកសច្ចាំងឬក៏អ្នកមានបុណ្យជីសេះសចេញពីភ្នំស្រង់អីចេះមួយចឹងទៅនឹងពាសុខពាសៅគឺនិយាយអំពីខ្លាញីរកស៊ីក្នុងសំសានលាក់ខ្លួនពួនចាំសាសនាអញ្ចឹងទៅណាដែលយើងធ្លាប់ឮមកតគ្នានឹងឯងគឺនិយាយអំពីរឿងទាំងអស់ហ្នឹងប៉ុន្តែពោលជាកំណាព្យមិចបញ្ចូលគ្នាតែសម្រាប់ឲ្យយើងគិតមិនមែនឲ្យយើងជឿទេណាឲ្យយើងគិតឲ្យយើងដោះប្រស្នាហ្នឹងហើយតែដោះឲ្យបានត្រឹមត្រូវទៅតាមហេតុទៅតាមបច្ច័យក៏មានការភ័ន្តច្រឡំក៏មានការជ្រុលនិយមពេកសម្រាប់បុគ្គលមួយចំនួនបងប្អូនមួយចំនួនដែលគាត់មិនទាន់យល់ពីវិស័យនៃពុទ្ធទំនាយនិងពុទ្ធព្យាករនឹងច្បាស់លាស់ឬហៅថាអីសីទំនាយនិងអីអិនទំនាយមួយទៀតណាអិនទំនាយហេតុអីក៏មានរឿងអិនទំនាយកើតឡើងព្រោះព្រះអិនជាអ្នកទ្រទ្រង់សាសនាជាអ្នកមកទ្រទ្រង់សាសនាមកលើកសាសនាព្រះពុទ្ធសាមណគោតមរបស់យើងក្នុងសករាជឬហៅថាពុទ្ធសករាជ2560ផ្លាយក្នុងពេលខាងមុខនេះឯងអញ្ចឹងព្រះអង្គបានប្រាប់ពីហេតុដែលត្រូវកើតឡើងហើយប្រាប់អំពីរឿងបុណ្យរឿងបាបរឿងចេតនាអចេតនាយ៉ាងណាចំពោះមនុស្សទាំងឡាយគួរប្រតិបត្តិបែបណាគួរធ្វើបែបណាដើម្បីត្រៀមខ្លួនមុនដើម្បីកូនចៅបានដឹងតែប៉ុណ្្នឹងទេប៉ុន្តែសរុបរួមមកគឺនិយាយអំពីតែរឿងបុណ្យនិងរឿងបាបនិយាយទាំងរឿងធ្វើអាក្រក់និងរឿងធ្វើល្អតែប៉ុណ្្នឹងណាសរុបរួមមកវិញមិនមានអត្ថន័យវែងឆ្ងាយទេគឺនិយាយអំពីតែការធ្វើល្អធ្វើអាក្រក់ការធ្វើបុណ្យនិងការធ្វើបាបការចម្រើនទៅនៃកុសលនិងអកុសលតែប៉ុណ្្នឹងព្រោះលោកនេះវាមានតែរឿងល្អរឿងអាក្រក់នឹងឯងរឿងល្អចូលរឿងអាក្រក់ក៏ចេញសិនទៅណាពេលរឿងអាក្រក់ចូលវិញរឿងល្អក៏ថយទៅវិញទៅអញ្ចឹងល្អអាក្រក់គឺវាកើតហ្នឹងហើយកើតរួមគ្នាក៏មានកើតឆ្លាស់គ្នាក៏មានហ្នឹងហើយលោកនេះរៀងសុកបន្តិចទៅ
ទុកក៏ចូលមកដល់ទៀតទុករឿងធូរទៅសុកចូលមកវិញមកចឹងសុកនឹងទុកសុកនឹងទុកគឺនិយាយពីរឿងល្អពីរឿងអាក្រក់ពីរឿងសុកពីរឿងទុកពីរឿងមានពីរឿងបានពីរឿងបាត់តែប៉ុណ្្នឹងឯងតែសំខាន់ធ្វើល្អគិតល្អនិយាយល្អធ្វើអំពើល្អគឺនឹងនាំឲ្យយើងរីកចម្រើនរុងរឿងតែកាលណាតែធ្វើអាក្រក់គឺនឹងបានផលអាក្រក់អញ្ចឹងគឺលោកសង្កត់ក្នុងទៅរឿងធ្វើអាក្រក់នឹងខ្លាំងមែនតើដែលឲ្យយើងជៀសវាងឬហៅថាឲ្យយើងវាចាកតាមសិក្ខាបទរបស់សិល5គឺថាវាងចាកការសម្លាប់សត្វសម្លាប់ជីវិតមួយវាងចាកអំពីការកុហកមួយវាងចាកអំពីការលួចទ្រព្យអ្នកដទៃមួយវាងចាកអំពីការសែបកាមប្តីប្រពន្ធអ្នកដទៃខុសជាដើមហើយទី5គឺវាងចាកអំពីការសែបនៅគ្រឿងញៀនទឹកស្វឹងជាដើមដែលនាំឲ្យសត្វលោកទាំងឡាយហ្នឹងគេហៅថាវង្វេងស្មារតីហ្នឹងហើយมันមានសេចក្តីសុខដោយសារតែខ្វះសិល5ហ្នឹងអញ្ចឹងបើយើងនាំគ្នារក្សាសិលតាមពុទ្ធទំនាយលោកប្រាប់តាមឥសីទំនាយលោកបង្ហាញតាមព្រះអិនទំនាយលោកបានចង្អុលផ្លូវមកគឺយើងនឹងទទួលជួបតែរឿងល្អឡើងវិញហើយក៏ប្រាប់អំពីរឿងហេតុមុនដើម្បីឲ្យសត្វលោកទាំងឡាយនិងកូនចៅចំនួនក្រោយកុំឲ្យតក់ស្លុតនឹងរឿងហ្នឹងព្រោះវាជាអ្វីដែលត្រូវកើតហាមមិនបានបើវាមិនចូលទំនាយហ្នឹងក៏ទំនាយនោះមិនកើតអញ្ចឹងគ្រប់យ៉ាងគឺវាដើរតាមទំនាយទេរាល់ថ្ងៃនេះបងប្អូនមិនចាំបាច់ឈឺចាប់មិនចាំបាច់គេហៅថាកើតទុកច្រើនពេកទេយ៉ាងណាយើងធ្វើយ៉ាងម៉េចឲ្យខ្លួនយើងនេះស្ថិតនៅក្នុងកុសលធម៌ឲ្យជាប់បានច្រើនបើថាល្អក៏សូមឲ្យល្អធ្វើមិនឲ្យបានយូរជាងអាក្រក់ចិត្តល្អណាកុំឲ្យចិត្តអាក្រក់កើតឡើងលាយឡំនឹងចិត្តល្អនឹងអាក្រក់ល្អហ្នឹងគឺបែងចែកមិនដាច់អញ្ចឹងធ្វើយ៉ាងម៉េចបានជាខ្លួនយើងនឹងឲ្យខ្លួនយើងនឹងធ្វើជាមនុស្សដែលគេហៅថារកផ្លូវត្រង់ផ្លូវត្រូវខ្លួនឯងឃើញហ្នឹងរកវិធីសាស្ត្រហ្នឹងវិធីសាស្ត្រធ្វើយ៉ាងម៉េចឲ្យតែខ្លួនយើងនឹងឲ្យរួចផុតអំពីកម្មនៃគំនាបចិត្តអាក្រក់ហ្នឹងទៅបានហើយអញ្ចឹងខ្ញុំបកស្រាយតទៅនឹងរឿងពុទ្ធទំនាយប៉ុណ្ណេះបងប្អូនក៏នឹងយល់បាននឹងពុទ្ធព្យាករគឺការព្យាកររបស់ព្រះអង្គព្យាករថាទៅថ្ងៃមុខនឹងមានរឿងកើតឡើងពាក្យខ្មែរក្រៀមភាសារបស់យើងហៅថាពុទ្ធទំនាយណាបងប្អូនកុំមានការភ័ន្តច្រឡំកុំមានការគិតដល់ណាដល់នៃព្រះពុទ្ធដាក់ទំនាយបែបនេះបែបនោះគឺអត់មានទេណាហើយពុទ្ធទំនាយក៏មិនទំនាយរបស់លោកតាពុទ្ធលោកតាណាដែរពុទ្ធទំនាយគឺជាការព្យាកររបស់ព្រះពុទ្ធអត់មានជាអ្នកណាមកដាក់ទំនាយអ្នកណាជាអ្នកមកព្យាករឲ្យខ្មែរឬក៏អ្នកណាមកព្យាករលើពិភពលោកទេគ្រាន់តែថាមានឥសីនឹងក្នុងហ្នឹងដើម្បីបង្ហាញថាទំនាយហ្នឹងគឺក៏ក្រើកហើយមានជនជាតិមួយគឺជនជាតិយើងហ្នឹងគឺគេអ្នកដែលមាននិស្ស័យអាចហ្នឹងដឹងយល់ពីរឿងនឹងច្រើនជាងបណ្ដាពិភពលោកដទៃទើបបានជាមានអិនទំនាយនឹងឥសីបន្ថែមចូលមកដែលសមបញ្ជាក់ឲ្យឃើញថានគរខ្មែររបស់យើងគឺជាអ្នកមានញាណមានអ្នកប្រាជ្ញមានអ្នកបណ្ឌិតដែលគាត់បានដឹងយល់ពីរឿងទំនាយឲ្យកូនទុកឲ្យកូនចៅខ្មែរយើងបានដឹងហ្នឹងហើយដែលសាតែគេអត់ដឹងពីរឿងហ្នឹងទេពិភពលោកគេអត់ដឹងគេគ្រាន់តែដឹងថាពិភពលោកប្រែប្រួលធម្មជាតិប្រែប្រួលគេអត់ដឹងថាមកពីស្អីគេអត់ដឹងតែពូជខ្មែរយើងនគរខ្មែរយើងគឺដឹងថាមកពីអីដោយសារតែមានសច្ចៈមនីឥសីព្រះអិនទំនាយបានបណ្ដាលទុកស្រាច់ស្រាប់សម្រាប់យើងទាំងអស់គ្នាឲ្យយើងបានស្វែងយល់បន្ថែមអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺសបញ្ជាក់ឃើញច្បាស់ណាស់ថាដូនតារបស់យើងពិតជាអ្នកមានញាណបារមីពិតប្រាកដជាអ្នកដែលអាចដឹងរឿងពិភពលោកពិតប្រាកដប៉ុន្តែគ្រាន់តែមិនគេហៅថាមិនចង់ល្បីល្បាញអីទេគ្រាន់តែថាលោកចាជាទំនាយទុកឲ្យកូនចៅដឹងហេតុជាប្រស្នាដោះតាមបញ្ញាដោះតាមការគិតរៀងខ្លួនប៉ុន្តែដោះត្រូវណាគិតយល់ធ្វើត្រូវក៏រួចខ្លួនទៅតែបើដោះខុសយល់ខុសដោយមានអ្នកយល់ថាពុទ្ធទំនាយគឺប្រពុតដាក់ទំនាយណាពុទ្ធទំនាយជាទំនាយរបស់តាពុទ្ធណានៃចឹងទៅឬក៏រឿងនឹងជារឿងប្រឌិតរឿងនេះជារឿងបែបនេះបែបនោះអាហ្នឹងគឺជាហ្នឹងហើយការយល់ទៅតាមតែទិដ្ឋិឬការយល់ខុសរបស់ខ្លួនឯងឬការមិនបានស្វែងយល់របស់ខ្លួនឯងវានាំឲ្យ
ខ្លួនឯងនឹងវាធ្លាក់កាន់តែជ្រៅទៅណាមិនជឿទំនាយមិនជឿដូនតាមិនជឿការព្យាករហ្នឹងហើយជឿតែបញ្ញាខ្លួនឯងជឿតែសមត្ថភាពរបស់ខ្លួនឯងគឺចុងក្រោយអត់មានអីជាទីពឹងទេព្រោះអ្នកមានបញ្ញាប៉ុណ្ណាក៏នៅតែស្លាប់អ្នកមានបញ្ញាយ៉ាងណាក៏នៅតែមិនអាចគេចផុតអំពីគ្រោះទំនាយបានដែរតែបើបញ្ញាបានពីវិបស្សនាសមាធិបញ្ញាដែលមានញាណយល់ឃើញជាក់ច្បាស់ចាក់ធ្លុះនៅសច្ចធម៌ហើយជាបុគ្គលដែលមានការប្រតិបត្តិការគ្រប់មេដីគ្រប់រៀមច្បងគ្រប់ទេវតានឹងឲ្យជាអ្នកដែលដល់នៅការបានសម្រេចនៅញាណសោតៈឬចាប់ពីសោតាឡើងទៅគឺអាចនឹងរួចផុតអំពីសេចក្តីទុក្ខទាំងឡាយហើយអាចរកផ្លូវឃើញច្បាស់ដោយខ្លួនឯងរួចផុតអំពីគំនាបរបស់កម្មបានមួយអន្លើជាបុគ្គលដែលអាចនឹងដល់ទៅត្រៃសារណគមបានហើយជាបុគ្គលដែលអាចនឹងរកខ្លួនឯងឃើញរកការពិតទៅតាមផ្លូវនៃច្បាប់កម្មច្បាប់ចក្រវាលបានអស់ការសង្ស័យជាមួយនឹងការប្រតិបត្តិកិច្ចវត្តឲ្យទៀតហើយណាអញ្ចឹងថាពួកយើងទាំងអស់គ្នានេះក៏នៅមិនទាន់គេហៅថាជាបុគ្គលដែរដល់ទៅត្រៃសារណគមទេដោយសារតែយើងនៅក្នុងគេហៅថាពុទ្ធបរិស័ទនៅញាប់ញ័រនៅកម្រើកនឹងពេលខ្លះអាចនឹងជឿរឿងទៅពេលក្រោយក៏តែជឿរឿងអីផ្សេងទៅជឿសាសនាផ្សេងក៏នៅរំជើបរំជួលនៅគេហៅថាចលសទ្ធានៅកម្រើកអចលសទ្ធាលែងកម្រើកអចលសទ្ធារហូតដល់សោតាឯណោះទៅលែងកម្រើកគឺថាស៊ូស្លាប់ដាក់ជីវិតណាមិនបដូរសាសនាដាច់ខាតតែយើងទាំងអស់គ្នានៅផ្លាស់ប្ដូរនៅស្រទៅលិចស្រទៅកើតអញ្ចឹងទៅណាទៅតាមតែនឹងឯការបំបក់ការលួងលោមការអូសទាញរបស់បុគ្គលមួយចំនួនដែលជាគេហៅថាបរិវារមីណាបងប្អូនណាមីអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នខ្លួនឲ្យមែនតើណាជំនឿណាដែលមិនសមហេតុផលត្រូវច្រានចេញភ្លាមជំនឿណាដែលគិតទៅត្រូវហេតុត្រូវផលសមគួរអាចក្រាន់បើអាចថា 80% 90% ហើយយកទៅបងប្អូនណាហ្នឹងហើយ 10% ទៀត 20% ទៀតយកទៅគិតខ្លួនឯងថែមពិចារណាឯងថែមណាយើងមិនដឹងថាព្រះអង្គជាអ្វីពិតប្រាកដទេណាព្រោះថាអ្វីក៏អាចប្រែប្រួលបានយើងក៏មិនសម្គាល់ទៅលើអ្នកណាបានណាបើខ្ញុំនិយាយថាលោកជាអ្នកនេះអ្នកនោះអញ្ចឹងទៅវាមានអ្នកយកទៅតាំងតាមទៅបើយើងនិយាយថាលោកជាអ្នកបួសមានអ្នកបួសនឹងបួសតាមតាំងខ្លួនតាមមីបងប្អូនណាគឺគាត់ចាប់គាត់ស្ដាប់គាត់ឃើញគាត់ដឹងគឺថាគាត់យកទៅធ្វើតាមគាត់យកទៅបន្លំភ្លាមតែខ្ញុំមិនឲ្យបងប្អូនសម្គាល់លើភេទជាអីទេណាព្រោះដល់ពេលវេលានោះគឺអភិនិហបារមីលោកចេញមកហើយហ្នឹងហើយគឺយើងដឹងច្បាស់តែម្ដងថាអ្នកណាជាអ្នកណាប៉ុន្តែពេលនេះនៅក្នុងភេទជាស្អីក៏មិនសំខាន់ណាជាអ្វីក៏មិនសំខាន់ព្រោះមិនទាន់ដល់ពេលវេលានៅតែមនុស្សធម្មតាដដែលហ្នឹងបងប្អូនណាហ្នឹងនៅតែធម្មតាដដែលតែពេលវេលាពិតប្រាកដគឺបុគ្គលដែលគាត់ជាតួអង្គពិតគឺគាត់នឹងមានអភិនិហបារមីពិតហ្នឹងអ្វីដែលបង្ហាញអ្វីដែលបញ្ចេញឲ្យពេលដែលលោកយាងមកអ្នកមានបុណ្យលោកយាងមកគឺថាអភិនិហរបស់លោកក៏កើតសម្ដែងនៅរិទ្ធនៅវេទមន្តដ៏អស្ចារ្យដែលធ្វើឲ្យមនុស្សណាក៏មានការកោតក្រែងនៅអំណាចរិទ្ធនោះហើយអ្នកដែលគេជាតួអង្គពិតគេនឹងយល់ច្បាស់នឹងមានញាណវិស័យណាអាចដឹងថាលោកជាអ្នកណាជាអ្នកពិតអ្នកណាជាអ្នកคล้ายតែពេលនេះគឺមិនទាន់ដឹងទាំងអស់អ្នកណាក៏នៅតែធម្មតាដូចតែគ្នាទេបងប្អូនណាហើយពេលវេលានេះមិនថាអ្នកណាក៏ដោយជាសច្ចៈសច្ចាំងជាអ្នកណាតាំងខ្លួនជាសច្ចាំងអ្នកណាតាំងខ្លួនជាអីសីតបោះឯណាក៏ដោយណាក៏នៅក្នុងភាពមិនច្បាស់លាស់មិនការពិតមិនអាចយកជាការបានទេព្រោះអ្នកពិតគឺគេមិនបញ្ចេញទេបងប្អូនកាន់តែស្ដាប់បងប្អូនកាន់តែពិចារណាកាន់តែយល់ចំណុចទាំងហើយអ្នកដែលគេកាន់តែខ្លាំងគេកាន់តែពិតគឺគេមិនជ្រួលច្រាលមិនឈូឆរទេបងប្អូនណាហ្នឹងហើយ
ជាពិសេសអ្នកដែលគេបួមិនថាចាប់ពីតបអីសីអីក៏ដោយណាគេមិនបញ្ចេញបង្ហាញនៅក្នុងបណ្ដាញសង្គមទេព្រោះគេមានក្រមរបស់គេមានវិន័យរបស់គេមានដំណំរបស់គេហើយគេអ្នកដឹងពេលវេលាច្បាស់ថាពេលណាគួរចេញពេលណាមិនគួរចេញពេលណាជាពេលគេពេលណាជាពេលដែលគាត់គួរគឺគេដឹងច្បាស់ណាស់ហ្នឹងហើយគ្រាន់ថាឥឡូវនេះគឺសម្បូរអ្នកពាក់មុខហ្នឹងហើយពាក់មុខគ្រប់បែបយ៉ាងគ្រប់ប្រភេទអញ្ចឹងបងប្អូនក្រៃលោនឹងខ្ញុំប្រាប់ទៅបញ្ញាការយល់និងការសន្និដ្ឋានត្រឹមតែខាងក្រៅក៏វាអាចនឹងខុសដដែលទេអញ្ចឹងអ្វីដែលគួរអ្វីដែលដឹងគឺដឹងត្រឹមថានៅពេលដែលព្រះអង្គយាងមកអភិនិហាបារមីក៏កើតឡើងសន្ធឹកផ្ទៃមេឃផែនដីអាកាសនិងរំជើបរំជួយហើយមិនមែននៅក្នុងព្រោះដំណើររបស់ផ្លូវបារមីមិនមានអ្នកណាម្នាក់អាចមកដឹងមុនអ្នកណាម្នាក់អាចទៅព្យាករថាយ៉ាងនេះយ៉ាងនោះទេពេលខ្លះរឿងពិតប៉ុន្តែហេតុពិតឬក៏ពេលវេលាពិតគឺជាការបន្លំរឿងពិតប៉ុន្តែនៅពេលដែលទូអង្គមកក៏មានអ្នកខ្លះបន្លំមានការបន្លែបន្លំមានការបង្វែងដានអីចឹងទៅណាបាទប៉ុន្តែអ្វីពិតនៅតែពិតអញ្ចឹងគ្រាន់ថាពេលខ្លះវាត្រូវតែអញ្ចឹងឯងបងប្អូនណាព្រោះដំណើរមាននឹងព្រះនេះគឺថាផ្ចាញ់ផ្ចាគ្នាមិនឈប់ទេលុះត្រាតែផែនដីនេះគឺកាន់តែគៀកមែនតើអញ្ចឹងបានជានៅពេលដែលផែនដីអស់ការគោរព 5000 ឆ្នាំហ្នឹងគឺនៅពេលនោះមនុស្សទាំងឡាយហ្នឹងគឺកាន់តែច្បុកច្បល់ខ្លាំងនឹងច្បុកច្បល់ខ្លាំងតែបើសិនជាព្រះអង្គមិនយាងមកទេគឺថាការច្បុកច្បល់ហ្នឹងគឺនឹងចូលទៅកាន់តែគៀកហើយមិនដល់ 5000 ឆ្នាំទេ